ជាថ្ងៃចុងក្រោយនៃឆ្នាំ2025ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជនកម្ពុជាគ្រប់រូបភ្ញៀវទេសចរជាតិនិងអន្តរជាតិមិត្តភ័ក្តិបរទេសទាំងអស់ដែលស្រឡាញ់ប្រទេសកម្ពុជាព្រមទាំងដៃគូទេសចរទាំងអស់ដែលបានបន្តជឿជាក់ចូលរួមគាំទ្រស្រឡាញ់ប្រទេសកម្ពុជាទោះបីជាកន្លងមកយើងប្រឈមមុខនឹងបញ្ហាដ៏លំបាកជាច្រើនក៏កម្ពុជានៅតែឈរលើគុណតម្លៃនៃសន្តិភាពសុវត្ថិភាពនិងការស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់និងកក់ក្ដៅក្រសួងទេសចរក៏បដិញ្ញាបន្តលើកកម្ពស់និងអភិវឌ្ឍទេសចរប្រកបដោយចីរភាពគុណភាពខ្ពស់បរិយាបន្ននិងភាពទាក់ទាញជាលក្ខណៈអន្តរជាតិហើយខ្ញុំក៏សូមចូលរួមអបអរសាទរឆ្នាំថ្មីឆ្នាំសកល2026សូមជូនពរឲ្យសន្តិភាពវិបុលភាពនិងភាពរុងរឿងបន្តកើតមានដល់ព្រះរាជាណាចក្រកម្ពុជានិងប្រជាជនកម្ពុជាគ្រប់រូបសូមអរគុណ